reset up Hello ឬ Yeah Hello ខ្ញុំឈ្មោះសេរីរិទ្ធសប្តាហ៍ថ្ងៃ co-founder នៃ Snail Studio អញ្ចឹង Snail Studio ជាហាងមួយដែលយើងផ្ដោតទៅលើ customize ហើយ personalize ជាពិសេសលើ keyboard ហើយ mousepad ខ្ញុំមកថ្ងៃនេះខ្ញុំអត់ដឹងថាមកធ្វើអីដែរនៅគេចាប់ឲ្យអង្គុយថតអត់ដឹងថាត្រូវធ្វើអីទៀតដែរប្រហែលជា keyboard មួយទៀតដឹងឬក៏ content បែបម៉េចអត់ច្បាស់ដែរថ្ងៃនេះដូចជាថ្ងៃល្អថ្ងៃទី5ខែ6 2026 Snail ថ្ងៃហ្នឹងដូចជា6ឆ្នាំហើយក៏មានអារម្មណ៍ថាដូចទំប្រហែលខែមុនមានអារម្មណ៍ថារៀងលឿនមកផ្លែសោះ6ឆ្នាំបាត់ហើយតាមពិតទៅខ្ញុំចាប់ដើម Snail ដំបូងគ្រាន់ជា hobby មួយឯងពេលហ្នឹងជំនាន់ COVID មួយមិត្តភ័ក្ដិខ្ញុំម្នាក់អញ្ចឹងយើងគ្រាន់តែចាប់ដើមដោយសារពេលហ្នឹងជំនាន់ COVID គឺមនុស្សយើងនៅតក់រហូតអត់បានចេញក្រៅឯងហើយអញ្ចឹងយើងចាប់ដើមនៅយូរទៅមានអារម្មណ៍ធុញហើយក៏ពេលហ្នឹងពួកខ្ញុំចង់បានរបស់ណាមួយដែលយើងមកផ្ទះមកកន្លែងយើងទៅយើងមានអារម្មណ៍សប្បាយចិត្តមានអារម្មណ៍ connect មួយវាអញ្ចឹងក៏ពួកខ្ញុំចាប់ដើមពីដំបូងឡើយគឺ mousepad អញ្ចឹង mousepad ហ្នឹងគឺយើង custom របស់អីដែលយើងចង់បានដែលយើងមកដល់ផ្ទះយើងឃើញវាទៅវាមិនមែនជារបស់មួយដែលសាមញ្ញហើយរបស់មួយដែលយើងផ្សារភ្ជាប់ជាមួយវានៅពេលដែលពួកខ្ញុំចាប់ដើមជាមួយភ្ញៀវច្រើននិយាយមួយភ្ញៀវច្រើនទៅចាប់ដើមឃើញថាពួកគាត់ក៏មានបញ្ហាដូចខ្ញុំដែរហើយអ្នកដែលមានបញ្ហាដូចខ្ញុំហ្នឹងក៏ច្រើនមានថាគាត់នៅផ្ទះគាត់នៅជាមួយនឹងកុំព្យូទ័រច្រើននៅជាមួយ desk ច្រើនប៉ុន្តែគាត់ចង់បាន set up មួយឬក៏កន្លែងមួយដែលយើងទៅដល់យើងមានអារម្មណ៍ connect ហើយអារម្មណ៍មួយថាកន្លែងហ្នឹងជាកន្លែងរបស់យើងពិតប្រាកដអញ្ចឹងខ្ញុំក៏មានចិត្តមួយចង់ទៅដោះស្រាយបញ្ហាហ្នឹងគឺចង់បង្កើតកន្លែងមួយដែលអាច express their own feeling បញ្ចេញជាមតិឬក៏ដាក់អារសជាតិរបស់គាត់ហ្នឹងនៅលើតុរបស់គាត់វាជាជាងដែលគាត់ទិញរបស់គេស្រាប់អត់មានfeeling ឬក៏អត់មានអីដែលចេញពីចិត្តគាត់ផ្ទាល់ទេអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែលពួកខ្ញុំចង់ដោះស្រាយគាត់ហើយក៏ចង់ពេលដែលឃើញពួកគាត់សប្បាយចិត្តនឹងបានផលិតផលដែលគាត់ចង់បានហ្នឹងគឺអីដែលពុះឲ្យពួកខ្ញុំទៅបន្តមុខរហូតដល់ថ្ងៃហ្នឹងខ្ញុំគិតថា Snail អត់សូវមានអីច្រើនខ្លាំងទេប៉ុន្តែសមិទ្ធផលដែលពួកខ្ញុំគិតថាពួកខ្ញុំបានបង្កើតទីមួយតាក់ទងមួយនឹងវិស័យ custom keyboard អញ្ចឹងបើយើងក្លែកមើលទៅពីមុនឡើយគឺពួកយើងជាទូទៅយើងប្រើតែ keyboard បែប office ឬក៏ mechanical បែប brand ធំៗអញ្ចឹងពួកខ្ញុំបានផ្នែកតូចមួយដែលជួយផ្សព្វផ្សាយហើយនឹងជំរុញណែនាំតាក់ទងជាមួយនឹងវិស័យ custom នឹងជាពិសេសលើតើសំឡេងបែបម៉េចហើយនឹងវាមាន design ធំទូលាយច្រើនអញ្ចឹងពួកខ្ញុំបានជាចំណែកទូចមួយដែលណែនាំវិស័យហ្នឹងចូលមកខ្មែរហើយមួយទៀតក្នុងឆ្នាំហ្នឹងពួកខ្ញុំមានសមិទ្ធផលទូចមួយគឺតាក់ទងជាមួយនឹងkeycap design ពីខ្មែរដែលយើងយកអត្តសញ្ញាណយើងហើយយកជាលេខអក្សរយើងមកបញ្ចូលជាមួយនឹង keyboard ពីរហ្នឹងខ្ញុំគិតថាជាសមិទ្ធផលដែលពួកខ្ញុំ proud ហើយជាមោទនភាពចំពោះវាដែរបើនិយាយពីព្រឹត្តិការណ៍ដែលចងចាំហើយសំខាន់ហ្មងតាមពិតវាមានច្រើនរាប់អត់អស់តែសុំលើកតែ3ឯងទី1ហ្នឹងគឺពេលដែលជំនាន់ COVID ហើយក្រោយ COVID បន្តិចហ្នឹងគឺពួកខ្ញុំបានបង្កើត community មួយហើយក៏បាននិយាយមួយ customer ឬក៏ fan អាចថាមិនមែន fan តែជា community មួយដែលពួកគាត់គិតដូចគ្នាហើយក៏ពួកគាត់ក៏កំពុងតែនៅផ្ទះច្រើនដែរអញ្ចឹងពេលហ្នឹងគឺពួកខ្ញុំបានផ្សារភ្ជាប់មួយពួកគាត់ច្រើនបានmake event ហើយពេលខ្លះយើងធ្វើ podcast mini podcast ហើយយើងចែកម្លែកគ្នាពីចំណេះដឹង keyboard ឬក៏រឿងជា general អញ្ចឹងពេលហ្នឹងគឺពួកខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនតើដែលមានបង្កើតជាក្រុមទូចមួយដែល community ទូចមួយដែលពួកគាត់ចែកម្លែកហើយយើងសប្បាយជាមួយគ្នាហើយយើងអភិវឌ្ឍមួយគ្នាដែរហើយទី2គឺពេលដែលពួកខ្ញុំឃើញcustomer គាត់ទទួលបានអីវ៉ាន់ដែលគាត់ចង់បានគាត់បង្ហាញពី set up គាត់ចែកម្លែកពីអារម្មណ៍គាត់ដែលគាត់បានហ្នឹងអារម្មណ៍មួយហ្នឹងគឺពីខ្ញុំទៅខ្ញុំសប្បាយចិត្តជាង customer ទៀតសប្បាយចិត្តដែលគាត់បានរបស់មួយដែលគាត់សប្បាយចិត្តនឹងទទួលបាន
ហើយមួយទៀតគឺអ្នកខ្លះគឺគាត់ចងចាំយើងមានន័យថាគាត់អ្នកខ្លះគាត់ចាំឡើង2ឆ្នាំ3ឆ្នាំហើយបើគាត់ត្រឡប់មករកយើងវិញអាហ្នឹងខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែនពេលដែលឃើញពួកគាត់បែបហ្នឹងជារៀងរាល់ថ្ងៃដែរអាហ្នឹងវាជាអីដែល drive ឲ្យខ្ញុំទៅមុខទៀតហើយចំណុចចុងក្រោយគឺនៅឃ្លាំងចាស់អានេះវាជារឿងinternal តិចប៉ុន្តែពេលហ្នឹងគឺពិតជាសប្បាយហើយក៏យើងរៀនសូត្រពីគ្នាបានច្រើនគឺពេលដែលនៅឃ្លាំងចាស់ហ្នឹងគឺយើងអត់មានជាហាងជាអីច្រើនទេគ្រាន់ថាជាកន្លែងទូចមួយតែយើងមក build keyboard ជាមួយគ្នាយើងនិយាយលេងជាមួយនឹងអាចថាមិនមែនជាបុគ្គលិកអាចគិតថាជាគាត់ជាមិត្តភ័ក្តិជាប្អូនជាអ្នកដែលយើងអាចនិយាយមួយបានពេលវេលាមួយហ្នឹងគឺជាពេលវេលាដែលខ្ញុំ grateful for it ទៅមុខទៀតសម្រាប់ Snail ពួកខ្ញុំនៅតែចង់ផ្ដោតទៅលើអាវិស័យ custom ហើយមួយនឹង personalize នឹងដូចគ្នាដោយសារវាជាអត្តសញ្ញាណរបស់មនុស្សម្នាក់ៗគឺខុសៗគ្នាចង់បន្តនៅឲ្យខ្លួនឯងផ្ដោតទៅលើវិស័យហ្នឹងប៉ុន្តែមិនមែនតែ product ដែលយើងមានរាល់ថ្ងៃអាចថាជា keycap ឬក៏ជា the whole desk setup ហ្មងអញ្ចឹងពួកខ្ញុំនៅឈរក្នុងវិស័យហ្នឹងហើយចង់បន្តខ្លួនឯងដោះស្រាយក្នុងវិស័យហ្នឹងទៅមុខទៀតសម្រាប់ខ្ញុំគិតថា Snail រយៈពេល6ឆ្នាំហ្នឹងបើសិនជាអត់មានពួកគាត់ទាំង team ចាស់ team ថ្មីហើយជាមួយនឹង current team ពួកខ្ញុំអត់មាននៅថ្ងៃនេះទេអញ្ចឹងពួកខ្ញុំពិតជាសប្បាយចិត្តដែលពួកគាត់បានចូលរួមជាមួយនឹង team ពួកខ្ញុំហើយទោះពេលខ្លះយើងមានរឿងតិចតួចក្តីក៏នៅតែអរគុណពួកគាត់ទោះគាត់អត់នៅនឹងឬក៏នៅបន្តទៀតអញ្ចឹងពីខ្ញុំទៅមានតែពីអរគុណពួកគាត់ដែលពួកគាត់បាននៅតស៊ូមួយពួកខ្ញុំដល់ថ្ងៃនេះសម្រាប់ customer ហើយជាមួយនឹង fan របស់ Snail ហ្មងអត់មានអីក្រៅពីអរគុណយើងអរគុណពួកគាត់ព្រោះបើសិនជាអត់មានពួកគាត់ទេក៏ពួកខ្ញុំអត់អាចមកដល់ថ្ងៃនេះដែរអរគុណដល់ loyal fan ដែលគាត់តែងតែធ្វើឲ្យពួកខ្ញុំមានទឹកចិត្តនៅបន្តទៀត customer ដូចគ្នាដែរបើសិនជាអត់មានពួកគាត់ក៏ពួកខ្ញុំអត់មានទឹកចិត្តមួយដែលនឹងបន្តចែកម្លែកនៅអីដែលពួកខ្ញុំឃើញថានឹងផ្ដល់តម្លៃទៅពួកគាត់ដែរអត់មានអីក្រៅពីអរគុណហើយអរគុណពួកគាត់ដែលពួកគាត់តែងតែ support ពួកខ្ញុំហើយចូលចិត្តនៅផលិតផលដែលពួកខ្ញុំបានណែនាំទៅគាត់អញ្ចឹងពួកខ្ញុំនឹងបន្តឲ្យខ្លួនឯងមានរបស់ថ្មីរបស់ល្អសម្រាប់ពួកគាត់ហើយทีมពួកខ្ញុំក៏មានទឹកចិត្តក្នុងការផ្ដល់សេវាកម្មដល់ពួកគាត់ដែរអញ្ចឹងជាទីបញ្ចប់សូមអរគុណទស្សនិកជនដែលគាត់បាន watch video នេះដល់ចុងបញ្ចប់ហើយក៏អរគុណដល់ប្រិយមិត្តដែលគាត់តែងតែគាំទ្រ Snail ពីមុនមកបើសិនជាមានមតិយោបល់អីអាចដាក់ក្នុង comment ខាងក្រោមបានបាយបាយ